그날 한복을 입으려고 합니다. 24번. 저는 이번 주에 친구의 결혼식이 있습니다. 그날 한복을 입으려고 합니다. 분홍색 저고리에 빨간색 치마를 입을 예정입니다. 다시 들으십시오. 저는 이번 주에 친구의 결혼식이 있습니다. 그날 한복을 입으려고 합니다. 분홍색 저고리에 빨간색 치마를 입을 예정입니다. សូមតើមើលចង់តបតគ្នាយល់បងពី14មិនជានេះដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវចម្លើយលេខ4លោកបងលេខ4បែបនេះមានចម្លើយត្រឹមត្រូវចម្លើយលេខ4អញ្ចឹងគាត់និយាយថា저는ខ្ញុំ이번 주에នៅសប្តាហ៍នេះ친구의របស់មិត្តភ័ក្តិ결혼식이 있습니다ប្រែថាមានពិធីរៀបការអញ្ចឹងកន្លែងនេះគាត់ចង់មានន័យថាខ្ញុំមានពិធីរៀបការរបស់មិត្តភ័ក្តិនៅសប្តាហ៍នេះគាត់និយាយបន្តទៀតគឺនៅថ្ងៃនោះ 한복을 입으려고 합니다 មានបំណងចង់ពាក់ 한복 បាទអញ្ចឹងមានន័យថានៅថ្ងៃនោះខ្ញុំមានបំណងចង់ពាក់ 한복 한복 យើងបកថាសម្លៀកបំពាក់ប្រពៃណីកូរ៉េគាត់និយាយបន្តទៀត 분홍색 យើងបកថាពណ៌ផ្កាឈូក 저고리에 យើងបកថាអាវប្រពៃណីកូរ៉េប្រភេទអាវមនុស្សស្រីដៃវែងស្ដាប់នេះ 빨간색 치마를 យើងបកថាសំពត់ពណ៌ក្រហម 빨간색 입을ពាក់ 예정입니다 យើងបកថាមានកម្រងអញ្ចឹងប្រយោគនេះអត់មានបកវ៉ាសាប្រធានទេស្ដាប់នេះបកពីកតុយមកខ្ញុំមានកម្រងពាក់សំពត់ពណ៌ក្រហមជាមួយនឹងអាវពណ៌ផ្កាឈូកបាទអញ្ចឹងសំពត់ពណ៌ក្រហមជាមួយនឹងអាវពណ៌ផ្កាឈូកយើងគិតថាចម្លើយលេខប្រមាណដែរស្ដាប់នេះបាទចម្លើយត្រឹមត្រូវចម្លើយលេខ4 정답은 4번입니다. 서당의 그리 거반 하이라이트 거반네. 네 어때요? 알았습니까? 서당의 프로센 bởi trong ban ca sắc xa tờ lơ tầm rộng vinyasa thmây vinyasa trênចំនួន thmây សតោះនេះអាចចុះឈ្មោះសិក្សាជាមួយ page ភាសាកូរ៉េអនឡាញបានយើងសិក្សាតាម Zoom មានវីដេអូបញ្យលលម្អិតបែបមួយអញ្ចឹងឲ្យសិស្សមើលទៀតហើយប្រសិនបើសិស្សទាំងអស់គ្នាអត់ចង់ចំណាយច្រើនទេលោកគ្រូក៏មានលក់ជាកញ្ចប់សិក្សាសិស្សទាំងអស់គ្នារៀនតាមវីដេអូដោយខ្លួនឯងក៏បានដែរមានវីដេអូបញ្យលលម្អិតគ្រប់ពាក្យមកនៅក្នុងសភៅមួយក្បាលហ្នឹងហើយសភៅក្រាស់ណាស់សិស្សទាំងអស់គ្នាលក់ចាប់តាំងពីដើមវគ្គនេះតទៅស្មើនឹង20វិញ្ញាសា800សំណួរចេញច្រើនជាងវគ្គមុនទៀតវិញ្ញាសាដែលលោកគ្រូចេញជូនវគ្គក្រោយនេះអញ្ចឹងរស់រានឡើងព័ត៌មានបន្ថែមអាចចុចលើ link Telegram ហ្នឹងមកបាទហើយលោកគ្រូនឹងរៀបចំឲ្យសិស្សទាំងអស់គ្នាចូលរៀនតែម្ដងអរគុណ